មុខសញ្ញាឆ្លងខេត្តយកគ្រឿងញៀនមកធ្វើចរាចរណ៍នៅក្រុងប៉ោយប៉ែតត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនបង្ក្រាបបានអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិនិងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីសឿមសារិទ្ធស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងដោយមានការរាយការណ៍ពីភ្នាក់ងារសម្ងាត់នៅថ្ងៃទី23ខែកក្កដាឆ្នាំ2026លោកឧត្តមសេនីយ៍ត្រីថិនសណ្ដេតស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងការិយាល័យជំនាញនិងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះបង្ក្រាបបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅចំណុចបន្ទប់ជួលដែលស្ថិតនៅភូមិប៉ាលីឡៃ1សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួន7នាក់លោកឧត្តមសេនីយ៍ត្រីថិនសណ្ដេតបានឲ្យដឹងថាក្រោយទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចបានចុះទៅដល់គោលដៅបានឃើញនិងចាប់ឃាត់ខ្លួនជនសង្ស័យកំពុងនៅមុខបន្ទប់ចំនួន4នាក់ស្រី1នាក់មានឈ្មោះយុទ្ធសូណាភេទស្រីអាយុ25ឆ្នាំឈ្មោះសុកលៀងភេទប្រុសអាយុ34ឆ្នាំឈ្មោះទេពសូនីមភេទប្រុសអាយុ43ឆ្នាំនិងឈ្មោះសៀវសុខីមភេទប្រុសអាយុ31ឆ្នាំលោកស្នងការរងបានបញ្ជាក់ថាបន្ទាប់មកសមត្ថកិច្ចចូលត្រួតពិនិត្យដល់ខាងក្នុងបន្ទប់ឃើញមានជនសង្ស័យចំនួន3នាក់បន្ថែមទៀតកំពុងធ្វើសកម្មភាពរៀបចំច្រកនិងវេចខ្ចប់ថ្នាំញៀនសមត្ថកិច្ចក៏បានឃាត់ខ្លួនទាំង3នាក់បន្ថែមទៀតគឺឈ្មោះខួនបូរ៉ាភេទប្រុសអាយុ32ឆ្នាំម៉ុនឌីរ៉ុងភេទប្រុសអាយុ29ឆ្នាំនិងឈ្មោះសុកហេងភេទប្រុសអាយុ32ឆ្នាំលោកឧត្តមសេនីយ៍ត្រីថិនសណ្ដេតបានឲ្យដឹងទៀតថាវត្ថុតាងដែលដកហូតបានដូចជាម្សៅក្រាមសថ្លា1ថង់ថ្នាំគ្រាប់ចម្រុះពណ៌អ៊ីកស្តាស៊ី3ថង់ក្នុងនោះមានពណ៌បៃតង2ថង់ក្រហម1ថង់ម្សៅម៉ត់ចំនួន7ថង់ពណ៌ស2ថង់ពណ៌លឿង5ថង់បារីអេឡិចត្រូនិក6ដើមក្បាលផុត K10 គ្រាប់ថ្នាំកញ្ចប់ចម្រុះពណ៌ថ្នាំសបាយ69កញ្ចប់កាំភ្លើងខ្លី2ដើមគ្រាប់15ប្រអប់ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនសម្បកថង់សម្រាប់វេចខ្ចប់មួយចំនួនម៉ាស៊ីនអ៊ុតមាត់ថង់និងវៃលេខកូដ1ចិញ្ចីង1គ្រឿងទូរស័ព្ទដៃ4គ្រឿងរថយន្ត1គ្រឿងក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីធ្វើការសាកសួររកអ្នកពាក់ព័ន្ធនិងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន2នាក់គឺឈ្មោះម៉ុនឌីរ៉ុងភេទប្រុសអាយុ29ឆ្នាំនិងឈ្មោះសុកហេងភេទប្រុសអាយុ32ឆ្នាំបច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់